បាទជំរាបសួរខ្ញុំឥឡូវនេះខ្ញុំបាទនៅក្នុងបណ្ណាល័យអញ្ចឹងខ្ញុំមានសំណួរ3តាក់ទងទៅនឹងការគោរពទង់ជាតិសំណួរ3នេះខ្ញុំនឹងយកទៅសួរគ្រូនិស្សិតចំនួន3រូបដើម្បីចង់ដឹងថាការយល់ឃើញរបស់គាត់បែបណាចំពោះការគោរពទង់ជាតិអញ្ចឹងតោះទៅស្ដាប់ការយល់ឃើញរបស់ពួកគាត់ទាំង3ទាំងអស់គ្នាសូមជម្រាបសួរចាជម្រាបសួរសូមជួយណែនាំខ្លួនទៅកាន់អ្នកទស្សនាបន្តិចចាជម្រាបសួរនាងខ្ញុំឈ្មោះទឹកស្រីលឹមជាគ្រូនិស្សិតរៀននៅវិទ្យាស្ថានគ្រូកោសល្យបាត់ដំបងហើយនាងខ្ញុំជាគ្រូនិស្សិតមធ្យមជម្រាបសួរខ្ញុំបាទឈ្មោះកុនអារីជាគ្រូនិស្សិតមធ្យមនៅវិទ្យាស្ថានគ្រូកោសល្យបាត់ដំបងជម្រាបសួរនាងខ្ញុំឈ្មោះសនត្រៃពេជ្រនាងខ្ញុំមកពីថ្នាក់កម្រិតបឋមបាទអ្នកគ្រូសិលឹមអញ្ចឹងខ្ញុំមានសំណួរមួយទៅកាន់អ្នកគ្រូតើហេតុអ្វីបានជាការគោរពទង់ជាតិនឹងមានសារៈសំខាន់ចាសម្រាប់នាងខ្ញុំការគោរពទង់ជាតិគឺពិតជាមានសារៈសំខាន់ណាស់ពីព្រោះថាការគោរពទង់ជាតិបង្ហាញពីការគោរពដល់ដួងវិញ្ញាណក្ខន្ធរបស់ជនជាតិខ្មែរយើងគ្រប់ចំនួនហើយមួយទៀតបង្ហាញពីស្មារតីមនសិការការពារជាតិនិងថែរក្សាហើយការគោរពទង់ជាតិមួយទៀតបង្ហាញពីការគោរពវិន័យភាពស្វាហាប់ភាពទំនួលខុសត្រូវហើយមួយទៀតជាជនគំរូនិងជាភាពដ៏អស្ចារ្យមួយរបស់ជនជាតិខ្មែរយើងដែលគួរតែគោរពចាចោះចំពោះលោកគ្រូតើលោកគ្រូយល់ឃើញយ៉ាងដូចម្ដេចតាក់ទងទៅនឹងការគោរពទង់ជាតិនៅពេលព្រឹកនៅវិទ្យាស្ថានគ្រូកោសល្យបាត់ដំបងចំពោះខ្ញុំយល់ឃើញថាការគោរពទង់ជាតិនៅពេលព្រឹកនៅវិទ្យាស្ថានគ្រូកោសល្យបាត់ដំបងហ្នឹងគឺបានបង្ហាញពីតម្លៃនិងសេចក្តីថ្លៃថ្នូរហើយក៏បានបង្ហាញពីសណ្ដាប់ធ្នាប់និងការគោរពពេលវេលាបានយ៉ាងទៀងទាត់អ្នកគ្រូសេពេជ្រខ្ញុំមានសំណួរទៅកាន់អ្នកគ្រូមួយតើអ្នកគ្រូមានសារដែលផ្ដាំអ្វីខ្លះទៅដល់គ្រូនិស្សិតលោកគ្រូអ្នកគ្រូក៏ដូចជាសិស្សានុសិស្សទាំងអស់ដើម្បីជំរុញឲ្យពួកគាត់មកធ្វើការគោរពទង់ជាតិឲ្យបានគ្រប់គ្នាណាចាចំពោះនាងខ្ញុំមានពាក្យពេចន៍មួយចំនួនដែលចង់ប្រាប់ផ្ញើទៅកាន់ប្រជាជនខ្មែរគ្រប់រូបមិនថាតែលោកគ្រូអ្នកគ្រូនិស្សិតក៏ដូចជាសិស្សានុសិស្សទាំងអស់គឺត្រូវតែចូលរួមគោរពទង់ជាតិឲ្យបានគ្រប់គ្នាពីព្រោះថាការគោរពទង់ជាតិក៏ដូចជាការបង្ហាញនៅការគោរពនៅពលឹងជាតិបុព្វបុរសខ្មែររបស់យើងគោរពនៅវិញ្ញាណក្ខន្ធរបស់បុព្វបុរសខ្មែររបស់យើងដែលពួកគាត់នឹងបានលះបង់ក៏ដូចជាបានបន្សល់ទុកនៅអរិយធម៌ខ្មែរដ៏រុងរឿងសម្រាប់ឲ្យកូនខ្មែរជំនាន់ក្រោយនឹងក៏បានយល់ដឹងជាពិសេសក្នុងនាមយើងជាប្រជាជនខ្មែរមួយរូបយើងគឺត្រូវតែមានមនសិការថែរក្សានិងស្នេហាជាតិបាទតើអ្នកគ្រូមានអ្វីបន្ថែមទៀតទេចាខ្ញុំមានតែប៉ុណ្្នឹងបាទអញ្ចឹងខ្ញុំសូមអរគុណអ្នកគ្រូដែលបានរៀបរាប់តាក់ទងទៅនឹងភាសាឬក៏ពាក្យប្រែ5ទៅដល់លោកគ្រូអ្នកគ្រូសិស្សានុសិស្សទាំងអស់ឲ្យបានដឹងពីសារៈសំខាន់នៃការគោរពទង់ជាតិបាទសូមអរគុណបាទអំបញ្ញមិញគឺសិស្សសឹងដែលជាការយកឃើញរបស់គ្រូនិស្សិតយើងចំនួន3រូបតាក់ទងទៅនឹងការគោរពទង់ជាតិអញ្ចឹងតើអ្នកទាំងអស់គ្នាយល់ឃើញបែបណាតាក់ទងនឹងការគោរពទង់ជាតិចម្លើយគឺស្ថិតនៅលើអ្នកទាំងអស់គ្នាបាទសូមអរគុណសូមជម្រាបលា